ai thoáng tới bà bò khăn mình tên là hồi đó nhom cái thanh trong sầm lạp luôn để sang nhom mẹ làm việc tha sừng công Facebook còn lớn bà ស្ដាប់ហើយពិតជាភ្ញាក់ផ្អើលជាខ្លាំងដល់ឋានៈនេះផងមានមូលហេតុអ្វីទៅតារាកំ ប្លែងកាកាទឿធ្លាប់បាក់ទឹកចិត្តរហូតចង់សម្លាប់ខ្លួននិងសុំគូស្នេហ៍បែកគ្នាឲ្យចាក់ចែកពីនាងទៅ ចង់បានស្បែកសឲ្យមានសុវត្ថិភាពចាំខ្ញុំនាំជាមួយនឹងលេធាមវាយមេប្រាក់ជាមួយនឹងស្ប៉ាស្បែកមាសបងប្អូនប្រើទាំងពីរមុខនេះចូលគ្នាជួយពន្លឺស្បែកយ៉ាងឲ្យសលឿនសបែបមានសុវត្ថិភាពមានសំណើមភ្លឺចេញពីខាងក្នុងតែម្ដងតែដែលបានផលលេធាមវាយមេប្រាក់ហើយគឺស្បែកសមាត់រលោងសបែបមានសុខភាពល្អនិងជួយព្យាបាលស្បែកខូចជាពិសេសគឺស្បែកដែលងាយរងប្រតិកម្ម តារាកំ ប្លែងកញ្ញាកាកាទឿដែលមហាជនស្គាល់និងចង់ចាំថាជាតារាស្រីដែលល្បីនៅលើបណ្ដាញសង្គមពូកែលេងកំ ប្លែងបែបស្ងួតលេខលក់និងពូកែសម្ដែងលេងពញ្ញាអារម្មណ៍តាមផ្លូវហើយមួយរយៈមុនក៏ផ្ទុះការរិះគន់យ៉ាងចាស់ដែរផងដែរទឹមនឹងធ្លាប់ជួបបញ្ហារងការរិះគន់ពីមហាជនលើនាងនោះដែលនាងបានលេងពញ្ញាអារម្មណ៍បែបចម្លែកនោះនាងក៏ធ្លាប់បានជួបបញ្ហាធំជាងនេះទៅទៀតគឺចង់សម្លាប់ខ្លួនក្រោយនាងជួបជំងឺបាក់ទឹកចិត្តដែលមានបញ្ហាជាច្រើនផ្ទុះផ្ទូនកើតលើនាងហើយមិនត្រឹមតែប៉ុណ្ណោះនាងក៏ធ្លាប់សម្រេចចិត្តសុំគូស្នេហ៍របស់ខ្លួនដែលជាគូដណ្ដឹងនោះសុំបែកចែកផ្លូវទុកឲ្យនាងនៅម្នាក់ឯង ការគិតចង់សម្លាប់ខ្លួននិងសុំគូស្នេហ៍របស់នាងបែកគ្នានោះតារាកំ ប្លែងកញ្ញាកាកាទឿក៏បានសារភាពថានាងធ្លាប់កាត់ជំងឺបាក់ទឹកចិត្តជួបបញ្ហារញ៉េរញ៉ៃជាច្រើននៅពីក្រោយខ្នងរបស់នាងហើយអ្វីដែលខ្លាំងនោះគឺនាងបានចាញ់បោកកម្ចីលុយចិនអនឡាញរាប់សិបម៉ឺនដុល្លារទៅហើយដែលពិបាកដោះស្រាយចំពោះបញ្ហាបំណុលរបស់នាងមួយនេះខ្លាំងណាស់តារាកំ ប្លែងកញ្ញាកាកាទឿក៏បានផ្ដល់កិច្ចសម្ភារប្រាប់ច្បាស់ឲ្យដឹងថា បាទហើយជាមួយគូកំណត់ចិត្តសង្សាររបស់យើងនៅពេលដែលមានសម្ពាធរឿងបញ្ហាបំណុលអញ្ចឹងយ៉ាងម៉េចដែរអាចថាយើងចាប់ដៃគ្នាដោះស្រាយទៅមុខគ្នាបានល្អទេឬក៏ថាឥឡូវរៀងថាសម្ពាធហើយអាចថានៅមួយរយៈសិនទៅពេលក្រោយថាអាចបែកគ្នាទេឬយ៉ាងម៉េច និយាយមកទៅខ្ញុំសម្ពាធដែលថាខ្ញុំណាមួយខ្ញុំមានជំងឺផងដល់ពេលខ្ញុំសម្ពាធរឿងស្ដែកដីនិយាយត្រង់ដោយសារស្ដែកដីដោយសារបងប្អូនមួយចំនួនគាត់អត់បានដឹងថាមិនអីមិនគាត់ថាខ្ញុំមើលងាយអ្នកក្រមើលងាយយ៉ាងម៉េចបើខ្ញុំជួយគេច្រើនជួយលើសពីអ្វីគ្រប់យ៉ាងហើយខ្ញុំសុំនិយាយមួយទៀតវាអយុត្តិធម៌សម្រាប់ខ្ញុំណាខ្ញុំជួយគេខ្ញុំនិយាយគាត់ខ្ញុំអត់មានថាចង់បានអីណាខ្ញុំជួយប្អូនបានលុយរាប់ពាន់រាប់ម៉ឺនតែសម្រាប់ខ្ញុំមានតែពាក្យជេរប្រមាថហើយនឹងចង់ប្តឹងខ្ញុំបានអីអត់ខ្ញុំអត់បានអីទេហើយបើសិនជាខ្ញុំអត់សបផ្សាយគាត់អត់ផលគាត់សួរថាមានគេជួយគាត់អត់មានគេចោះសបផ្សាយគាត់អត់ពេលហ្នឹងអានេះអាចថាមានការបន្ទោសមានការរិះគន់មានការចំពោះយើងផងវាអាចថាប៉ះពាល់អារម្មណ៍របស់យើងខ្លាំងទេបើនិយាយឲ្យត្រង់ទៅប៉ះពាល់ខ្លាំងមែនតើរហូតដល់ខ្ញុំគិតថាខ្ញុំចង់សម្លាប់ខ្លួនដោយសារខ្ញុំមានអារម្មណ៍ថាសង្គមអត់សង្គម Facebook ឥឡូវប៉ាពេលដែលយើងធ្វើល្អអត់លើកទឹកចិត្តអត់មើលឃើញគ្រាន់តែយើងខុសតិចតួចឬក៏យើងមានបញ្ហាអីតិចតួចជន់មើលងាយនិយាយគ្រប់សារពើទាំងគាត់មិនជាខ្ញុំគាត់មិនបាននៅមួយខ្ញុំគាត់មិនដឹងអីចឹងណាហើយខ្ញុំចង់សួរថាគ្រួសារពួកគាត់អត់អាចជពាក់គេមែនអានេះខ្ញុំនិយាយត្រង់សួរថាអ្នកណាមិនអាចជពាក់គេអ្នកណាដែលមិនចេះតលុយអ្នកណាក៏ចេះតលុយដែរបើថារឿងមកជីវិតគឺតែតែមានជួបអីគាត់ថាខ្ញុំសរសើរមួយខ្ញុំមានដៃគូជីវិតខ្ញុំល្អបងមិត្តគឺគាត់លើកទឹកចិត្តខ្ញុំគាត់ឲ្យតម្លៃខ្ញុំរឿងដែលចពាក់ចពិនលុយអស់ហ្នឹងគឺគាត់ដែរអត់ដឹងសំបីតែ 1% អញ្ចឹងដល់ពេលខ្ញុំសួរគាត់ថាគាត់ទទួលយកខ្ញុំបានទេគាត់ថារួមគ្នាសងជាមួយគ្នាសុកជាមួយគ្នាតុកជាមួយគ្នាខ្ញុំប្រហែលជាមួយថ្ងៃមុនខ្ញុំសុំគាត់បែកសុំគាត់ដាក់ចេញអញ្ចឹងណាតែគាត់ថាអីទេសុំបែកដោយសារឯកសារយើងសម្ពាធខ្លាំងពេកក៏មិនតែខាងបងថាមកអត់តែអត់ទេខំប្រឹងនៅបន្តនៅដោះស្រាយជាមួយគ្នាបំណុលគ្នាហ្នឹងហើយចុះបំណុលហ្នឹងយ៉ាងម៉េចអូនត្រូវបង់គេប្រចាំថ្ងៃប្រចាំខែឬប្រចាំអាទិត្យអូនយ៉ាងម៉េចអត់ដោយសារអីប្រចាំថ្ងៃទេបងដោយសារខ្ញុំយកលុយអ្នកដែលស្គាល់គ្នាឯងតហ្នឹងយកទៅដាក់ឲ្យពួកចិនពេលហ្នឹងខ្ញុំភ័យពេកខ្ញុំអត់ដឹងថាគេគម្រាមថាចង់ធ្វើបាបអីចឹងណាខ្ញុំក៏អត់បានពិភាក្សាជាមួយអ្នកណាហើយខ្ញុំភ័យពេកខ្ញុំក៏យកលុយគ្នាដែលខ្ញុំស្គាល់ហ្នឹងទៅដាក់ឲ្យពួកវាអស់កាប់ហេតុតែពេលគេប្រាប់ថាលុយចិនហ្នឹងបាត់ដាក់ទៀតទេពួកអីវាលើសហើយវាលើសអ្វីដែលយើងតែវាលើសចំនួនដែលយើងត្រូវខ្ចីវាអីអញ្ចឹងណាអញ្ចឹងក៏ខ្ញុំអាថ្ងៃហ្នឹងគឺខ្ញុំដោះតាគ្នាខ្ញុំចង់វិញខ្លួនទេតែប៉ុណ្្នឹងវាអត់មានអីច្រើនទេអញ្ចឹងខ្ចីលុយចឹងយ៉ាងមិនគេចាប់យ៉ាងសងគេអស់ហើយយ៉ាងម៉េចយ៉ាលុយចិនហ្នឹងមិនមែនសងគេអស់ទេបងលុយខ្ញុំនៅគេចាអូហើយគេចង់គម្រាមផុសខ្ញុំដែលថាខ្ញុំហ្នឹងជពាក់លុយគាត់ជពាក់ត្រង់ណាបើខ្ញុំមិនតាន់បានលុយហើយយកលុយខ្ញុំទៅហ្នឹងចាហើយគាត់ថាដោយសារខ្ញុំអត់តាន់ដោះលេខកូដ6ខ្ទង់ហ្នឹង
ឲ្យខ្ញុំហ្នឹងដោះលេខទឹក6តុងហ្នឹងបើអត់ដោះទេលុយគាត់លុយខ្ញុំជាប់នឹងហ្នឹងមេស្ដីបន្ទោសឲ្យអញ្ចឹងណាហើយគាត់ថាតារាល្បីដែរកុំឲ្យគេមើងងាយកុំឲ្យផុសទៅខ្មែរចេះខ្ញុំថាខ្ញុំអត់ខ្លាចពួកខ្ញុំអត់បានខុស ចាឥឡូវគេនៅបន្តកម្រាមទៀតទេឬក៏យ៉ាងម៉េចដែរ បន្តគម្រាមតែគាត់ថាយើងបានដាក់ចែកថាយើងបានធ្វើកិច្ចសាច់កិច្ចអីគេមេធាវីឲ្យអស់ហើយមានគេជួយហ្នឹងឯងពាក្យប្តឹងពាក្យឲ្យអស់បើសិនជាមានករណីប៉ះពាល់អីខ្ញុំហ្នឹងគឺយើងធ្វើតាមផ្លូវច្បាប់ តែចំណាត់ការផ្លូវច្បាប់បានដោះស្រាយដល់ណាឬក៏នៅស្ងាត់សិនទេ អាហ្នឹងខ្ញុំសុំ private សិនណាបងចា បាទ SBC 369 website មាន game សប្បាយច្រើនបើមន់ជុលបៀបាការ៉ាត់បើ account ទទួលបាន 5% ធានានៅសុវត្ថិភាពខ្ពស់ 100% Healthy, living on your plate brings love home, don't hesitate. Hinoki omakase Cambodia for your healthy, for your family. For your healthy, for your family. Hinoki Omakase Cambodia.